សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីការកាត់ទំហំសន្លឹកកបែបនេះសន្លឹកកបែបនេះខ្ញុំយកទំហំ8លេខកន្លះពេលដែលដេររួចហើយកន្លែងដែលឆិតស្រួចនេះខ្ញុំយកឆិត4លេខតមកខ្ញុំយកមកខ្ទាស់ដោយយករងជើងដាក់នៅខាងចុងនៃសន្លឹកកដែលត្រូវដេរទម្លាក់ចុះហើយខ្ទាស់បញ្ចូលឲ្យជាប់បន្ទាប់មកកាត់យកទំហំឲ្យលើសបន្តិចទុកថ្នេរដេរខាងលើ1លេខហើយនឹងខាងក្រោមនិងខាងកន្លះលេខដើម្បីទុកជាថ្នេរដេរមួយជើងទាបន្ទាប់មកខ្ញុំយកមួយផ្ទាំងដែលកាត់រួចយកមកដុំរៀបឲ្យចំក្រឡាតែមួយរៀបឲ្យចំក្រឡាដូចគ្នាហើយកាត់យកប៉ុនគ្នាដើម្បីយកមកដេរបន្លាត់ជាមួយសាច់កាវឥឡូវខ្ញុំបានកាត់រួចហើយយកមកដាក់ពីលើកាវបន្ទាប់មកខ្ញុំយកមកចូលខ្ទាស់ដើម្បីកាត់សាច់កាវឥឡូវនេះខ្ញុំបានកាត់រួចហើយត្រៀមយកទឹកដេរកន្លែងដែលខ្ញុំត្រូវដេរនេះកន្លែងដែលត្រូវបន្លាត់កន្លែងដែលមានកន្លែងដែលស្រួចត្រូវបន្លាត់ខ្ញុំដាក់អំបោះបន្ទាក់ប្រទាក់ដើម្បីងាយស្រួលនឹងទាញអំបោះចេញមកឥឡូវនេះខ្ញុំបានដេរបន្លាត់រួចហើយក៏បានអ៊ុតរួចរាល់ដែរបន្ទាប់យកមកដាក់ភ្ជាប់បែបនេះហើយដេរវាភ្ជាប់ជាមួយសន្លឹកកមួយជុំនេះជាសន្លឹកកដែលបានដេរភ្ជាប់ជាមួយគោលអាវរួចរាល់